អោដើមក្រូចដ៏ស្រស់ស្អាតរបស់យើងហើយយើងសូមដាក់បណ្ដាសាដល់ជនណាដែលហ៊ានលួចបេះផ្លែក្រូចរបស់យើងនេះសូមឲ្យព្រះធរណីស្រូបគេទៅចុះអាទឿឯងយាមកាមដើមក្រូចនេះឲ្យបានដិតដល់ណាមិនត្រូវឲ្យមាននរណាមកបេះផ្លែក្រូចនេះជាដាច់ខាតឬទេសូមបីតែមួយផ្លែក៏ដោយបាទលោកសេដ្ឋីហើយលោកសេដ្ឋីនេះគ្រាន់តែផ្លែក្រូចក៏កំណាញ់ដែររោគតែអាទឿអញបេះស៊ីក៏មិនបានស្លាប់ទៅគាត់យកដើមក្រូចនេះទៅជាមួយដែរហើយមើលទៅមានថ្ងៃមួយនាងច័ន្ទវតីបានដើរទៅកាន់សួនច្បារពេលនោះនាងក៏បានឃើញដើមក្រូចដែលមានផ្លែលឿងទុំដ៏ស្រស់ស្អាតនិងគួរឲ្យចង់ញ៉ាំខ្លាំងណាស់មើលទៅផ្លែក្រូចនោះទំនងជាផ្អែមឆ្ងាញ់ណាស់បើសិនជាបានហូបផ្លែក្រូចនោះមួយមិនដឹងជាល្អយ៉ាងណាទេបងទឿឆាប់ចាញ់ទៅខ្ញុំចង់នៅស្ងប់ស្ងាត់តែម្នាក់ឯងប៉ុន្តែអ្នកនាងអាទឿខ្ញុំត្រូវនៅចាំយាមកាមដើមក្រូចនេះណាបាទនេះពួកឯងហ៊ានជំទាស់នឹងបញ្ជារបស់យើងផងហ៎ហាសូមអភ័យទោសផងអាទឿខ្ញុំមិនហ៊ានទេអ្នកនាងអញ្ចឹងឆាប់ចាញ់ទៅបាទអ្នកនាងផ្លែក្រូចច្រើនយ៉ាងនេះបេះមួយក៏គ្មានអ្នកណាដឹងដែរនាងច័ន្ទវតីក៏សម្រេចចិត្តបេះផ្លែក្រូចនោះយកមកញ៉ាំនាងច័ន្ទវតីគ្រាន់តែញ៉ាំបានតែបន្តិចរំពេចនោះដីក៏ចាប់ផ្ដើមប្រេះក្រហែងធ្វើឲ្យនាងច័ន្ទវតីធ្លាក់ចូលទៅក្នុងធរណីបាត់ទៅហើយដីក៏បានរួមចិត្តជាធម្មតាវិញវីវ៉យពេលនេះនាងច័ន្ទវតីត្រូវបានបធរនេះស្រូបបាត់ទៅហើយមិនកើតទេអញត្រូវប្រញាប់ទៅប្រាប់លោកសេដ្ឋីសិនពិតជាគ្មានបានការមែនហេតុអីក៏ឯងបណ្ដោយកូនស្រីយើងទៅបេះផ្លែក្រូចនឹងឯងក៏ដឹងដែរថាយើងបានដាក់បណ្ដាសាលើដើមក្រូចនេះចុះហេតុអីក៏នៅតែឲ្យកូនស្រីយើងចូលទៅបេះផ្លែក្រូចនោះទៀតសូមលោកសេដ្ឋីកុំបារម្ភអីអាទឿនឹងបញ្ញាប់ប្រកាសស្វែងរកអ្នកក្លាហានមួយក្រុមឲ្យទៅរកអ្នកនាងឲ្យទាល់តែឃើញបានក្រោយពេលប្រកាសជាសាធារណៈរួចក៏មានអ្នកក្លាហាន3នាក់បង្ហាញមុខអ្នកក្លាហានទី1ឈ្មោះថាក្តៀមអ្នកក្លាហានទី2ឈ្មោះថាដំឡូងនិងអ្នកក្លាហានម្នាក់ទៀតឈ្មោះថាសម្បត្តិដែលជាមនុស្សមានគុណធម៌ចិត្តល្អចេះយក